សេចក្តីរបស់យើងចាប់ផ្ដើមឡើងនៅក្នុងការសន្ទនារវាងលោកគ្រូពេទ្យប្រុសនិងនារីម្នាក់ដែលលោកគ្រូពេទ្យនោះសុំទោសទៅកាន់នារីនោះម្ដងហើយម្ដងទៀតដែលគាត់បានធ្វើរោគវិនិច្ឆ័យខុសទៅលើនាងតាមពិតទៅនាងមិនមានជំងឺអ្វីធ្ងន់ធ្ងរនោះទេ Lariette Blanche តាមពិតនាងមិនត្រូវស្លាប់ទេគ្រូពេទ្យបានប្រាប់នាងថានាងមានជំងឺធ្ងន់ធ្ងរនិងត្រូវស្លាប់នៅក្នុងរយៈពេល3ខែហេតុនេះហើយក្នុងកំឡុងពេលនោះនាងបានធ្វើរឿងអ្វីជាច្រើនពេលនេះនាងសុខចិត្តស្លាប់វិញល្អជាងសាច់រឿងរបស់យើងក៏កាត់ទៅមុននេះ3ខែដោយថ្ងៃមួយតួស្រីរបស់យើងមិនសូវស្រួលខ្លួនប្រមាណនោះទេនាងគេងមិនបានពោះរបស់នាងក៏ប៉ោងនៅពេលដែលញ៉ាំអីហិលៗនិងបេះដូងនាងលូតញាប់រហូតទៀតគ្រូពេទ្យក៏ធ្វើរោគវិនិច្ឆ័យថានាងមានជំងឺរូកាដូរ៉ាដោយសារតែនាងកាត់ពីកំណើតមកមានម៉ាណាច្រើនពេកវាជាជំងឺមួយដែលគ្មានការព្យាបាលនោះទេមានតែមនុស្សប្រមាណអ្នកប៉ុណ្ណោះដែលកើតវានាងអាចមានជីវិតរស់យ៉ាងហោចណាស់តែ3ខែនោះទេនេះហើយក៏ជាពេលដែលនាងដឹងថានាងជិតស្លាប់ហើយប៉ុន្តែនាងមិនបានស្លាប់ដោយតេនោះទេនាងត្រូវតែមាន bucket list តួស្រីរបស់យើងក៏ទៅសួរអ្នកបម្រើផ្ទាល់ខ្លួនរបស់នាងទោះជានាងជិតស្លាប់តើនាងចង់ធ្វើអ្វីមុនគេអ្នកបម្រើនោះក៏ឆ្លើយតបទាំងនន់ច្រឡន់តែម្ដងនាងមិនអាចស្លាប់បាននោះទេព្រោះថាបើនាងស្លាប់បានអ្នកណាគេមើលថែអ្នកនាងទៅបើអ្នកនាងរបស់នាងនេះតែសិតសក់ខ្លួនឯងក៏មិនចេះសិតឲ្យត្រឹមត្រូវផងឡារីនេះវិញពិតជាចង់ធ្វើអ្វីមួយបំពេញជីវិតនាងណាស់ព្រោះនាងមិនមានទំនាក់ទំនងល្អជាមួយនឹងគ្រួសារនាងឡើយដូចជាឪពុកដែលចង់ឲ្យតែនាងរៀបការចេញទៅជាមួយនឹងមកខ្វីចាស់ចាស់ម្ដាយដែលមានគំនិតដូចឪពុកចង់តែលូកនាងចោលហើយនាងតែងតែធ្វើតាមពាក្យសម្ដីរបស់ពួកគាត់គ្រប់យ៉ាងនៅមានបងប្រុសម្នាក់ដែលគ្រួសារនេះស្រឡាញ់ខ្លាំងទៀតជាអ្នកស្នងមរតកអ្វីៗគ្រប់យ៉ាងគឺជារបស់គេទាំងអស់ក្រឡេកមកម្ខាងនេះវិញនាងកើតមកជាកូនស្រីក្នុងសម័យនេះមិនទទួលបានការសិក្សាឬការគាំទ្រអ្វីនោះឡើយអ្វីដែលនាងចេះមានតែការងាររដ្ឋបាលតិចតួចប៉ុណ្ណោះដូច្នេះហើយទើបនាងអាចជួយសម្រាលការងាររ៉ាយ៉ានដែលជាបងប្រុសរបស់នាងនេះនៅតុបាយបងប្រុសនេះក៏ទម្រើសតែម្ដងគេយកស្រាមកចាក់លើក្បាលឡារីតែម្ដងដោយគេនិយាយថានាងធ្វើឲ្យគេអស់អារម្មណ៍ញ៉ាំហើយបើនាងនៅទីនេះគេមិនញ៉ាំបាយជាដាច់ខាតរីឯម្ដាយនេះទើបជាថាឲ្យនាងទៅវិញនិងដេញនាងឲ្យទៅបន្ទប់វិញទៀតនាងនឹងស្លាប់នៅក្នុងរយៈពេល3ខែហើយនាងនឹងធ្វើអ្វីដែលនាងចង់ធ្វើទាំងអស់គ្មានអ្វីត្រូវខ្លាចនោះទេបើនាងគង់តែស្លាប់ដដែលនោះ bucket list របស់នាងមុនពេលស្លាប់ទី1ឲ្យនំខេកទៅអែនដែលនាងជាអ្នកបម្រើរបស់នាងទី2ភាពឯករាជ្យនាងត្រូវសន្សំលុយឲ្យបានច្រើនទី3ផ្ដាច់ពាក្យជាមួយនឹងលោកម៉ាខ្វី Seagrave ដោយសន្តិវិធីទី4ដែលជាមួយនឹងបរិសង្ហាប៉ុន្តែត្រឹមតែរយៈពេល3ខែតែប៉ុណ្ណោះទី5ធ្វើដំណើរកម្សាន្តទៅទិសខាងជើងដែល Ryan និយាយមិនឈប់អំពីវានោះសរសេរហើយ Larry ក៏គិតក្នុងចិត្តថានាងគ្មានភាពស្ដាយក្រោយអ្វីនោះឡើយនៅក្នុងជីវិតនេះព្រោះថានាងបានរស់នៅដែលត្រូវគ្រួសារប្រើប្រាស់ជាយូរមកហើយដូច្នេះនាងចង់សាកល្បងអ្វីថ្មីរស់នៅតាមចិត្តរបស់ខ្លួនឯងម្ដងតែនាងនឹងប្រើពេលវេលាសេសសល់នេះស្អែកឡើងតួស្រីរបស់យើងបានសម្រេចបំណងប្រាថ្នាទី1របស់នាងតែម្ដងគឺឲ្យនំខេកទៅកាន់អែននៅតាមផ្លូវមកវិញជិះសុកស្រាប់តែកង់រទេះរបស់នាងធ្លាក់ចូលកន្លុករៀងជ្រៅបន្តិចទើបជិះទៅមុខមិនបានឃើញរទេះមួយមកពីទិសដៅផ្ទុយគ្នាតួស្រីរៀបនឹងចាញ់ទៅហើយដើម្បីប្រើវេទមន្តរបស់នាងប៉ុន្តែអែនក៏ខាត់ថានោះជារទេះរបស់លោកអាយដាម Candle ដោយអ្នកនាងខ្លួនបានភ្ជាប់ពាក្យរួចហើយនាងមិនគួរមានរូបភាពពាក់ព័ន្ធនឹងបរិបទផ្សេងនោះទេ Candle គេមកពីគ្រួសារដ៏មានអំណាចជាងគេនៅក្នុងអាណាចក្រនេះឬហើយជាប់ឈ្មោះថាជាបិសាចទៀតភ្លាមនោះបរិសម្នាក់មានភ្នែកពណ៌ទឹកសមុទ្រក៏ដើរមកមុខនាងតែម្ដងតួស្រីឃើញហើយឡើងវ៉ាវគេក៏ជួយលើករទេះនេះឲ្យចេញពីកន្លុកដោយដៃខ្លួនឯងតែម្ដងតួស្រីក៏បានតែនិយាយក្នុងចិត្តសូម្បីតែអ្នកបរទេះគ្រួសារនេះក៏ពិសេសដែរបងស៊ីម៉ង់ពេញខ្លួនអរគុណមកដល់ភូមិគ្រឹះវិញលោកមកខ្វីក៏មកស្វាគមន៍នាងតែម្ដងគេក៏និយាយថាបើពួកគេបានរៀបការហើយគេនឹងមិនឲ្យនាងចាក់ចេញពីគ្រែបាននោះឡើយឡារីក៏គិតទៅដល់បំណងប្រាថ្នាទី3របស់នាងគឺផ្ដាច់ពាក្យជាមួយនឹងលោក Marquis Seagrave ដោយសន្តិវិធីប៉ុន្តែអារោគចិត្តម្នាក់នេះស្រាប់តែនិយាយថាគេស្រឡាញ់មុខនាងណាស់នាងដេញគេកាន់តែឆ្ងាយគេកាន់តែចង់នៅចិត្តនាង
នាងជាការបណ្ដាក់ទុនដ៏ល្អរបស់គេដោយសន្តិវិធីថ្ងៃនេះគឺជាថ្ងៃដែលនាងកំចាត់អាប្រុសរោគចិត្តម្នាក់នេះហើយគ្រួសារប្លន់ឈីតែងតែបង្កើតមេធ្មប់ដែលមានទេពកោសល្យម្នាក់ក្នុងចំណោមនោះក៏មានសមត្ថភាពខ្លាំងដូចគេគឺ Lariat Blanche យ៉ាងណាមិញនាងមិនដែលបានទទួលការបង្រៀនទៅលើការប្រើប្រាស់វេទមន្តនោះទេនោះក៏ដោយសារតែបងប្រុសរបស់នាងដែលចំណាយនាងរហូតហើយពេលនេះនាងក៏ប្រើវេទមន្តដែលនាងរៀនខ្លួនឯងនិងខ្លះរៀនពីគ្រូដែលអាណិតនាងក៏ចាប់លើកអាប្រុសរោគចិត្តនេះឡើងតែម្ដងស្ដាប់ខ្ញុំឲ្យច្បាស់ណាខ្ញុំគ្មានគម្រោងរៀបការជាមួយលោកនោះទេដូច្នេះពួកយើងផ្ដាច់ពាក្យត្រឹមនេះទៅព្រោះថាខ្ញុំមិនអាចទ្រាំនៅជាមួយសត្វល្អិតដូចជាលោកដែលមើលមកខ្ញុំដូចជារបស់នោះទេភ្លាមនោះឪពុកម្ដាយរបស់ឡារីក៏មកបញ្ឈប់នាងហើយព្យាយាមលំលោមលោកអុកញ៉ាប៉ុន្តែគេខឹងណាស់ហើយផ្ដាច់ទំនាក់ទំនងចំនួនទាំងអស់ជាមួយនឹងគ្រួសារ Blanche Patch សម្លេងតែកំភ្លៀងក៏មិនលើកឡើងឪពុករបស់នាងនេះហើយដែលជាអ្នកវាយនាងស្ដីបន្ទោសថាមកពីនាងពេលនេះគ្រួសាររបស់គេនឹងខ្សែធនឡារីសួរវិញដោយគ្មានភាពភ័យខ្លាចតើមកពីអ្នកណាដែលធ្វើឲ្យគ្រួសារគេបែបនេះពីដំបូងហេតុអ្វីនាងជាអ្នកត្រូវមកសងវាទៅវិញលក់នាងដូចជាទេសកលដើម្បីឲ្យគ្រួសាររស់នៅបានក្តីសុខអ្វីដែលនាងទទួលបានមកវិញគឺការតែកំភ្លៀងមួយនេះឬនាងជាម្ដាយក៏ថាឲ្យឡារីវិញថាខោអាវដែលនាងស្លៀកពាក់អាហារដែលនាងញ៉ាំរាល់ថ្ងៃនិងកន្លែងដេកមិនមែនមកពីនាងជាកូនស្រីរបស់ពួកគេទេមែនទេអញ្ចឹងហើយត្រូវតែសងមកវិញទាំងអស់មែនហើយខ្ញុំបានគ្រប់គ្រងហិរញ្ញវត្ថុការងារគ្រប់យ៉ាងនៅក្នុងភូមិគ្រឹះនេះជំនួស Ryan ខ្ញុំនៅយល់ព្រមរៀបការដើម្បីសងបំណុលលោកពុកទៀតនិយាយមិនទាន់ចប់ផងឪពុកគ្មានធម៌មេត្តានេះក៏សួរនាងវិញថាហេតុអ្វីមកបំផ្លាញវាអស់នៅពេលនេះមិនបណ្ដាតាមគម្រោងការទៅមើលទៅពួកយើងស្រួលដាក់នាងពេកហើយឥឡូវនេះយើងនឹងដកឈ្មោះនាងចេញពីគ្រួសារនេះតួស្រីស្ដាប់ហើយមិនយំសោកបោកខ្លួនបែរជានិយាយអរគុណទៅកាន់ពួកគេទៅវិញហើយក៏លាចេញទៅដោយពួកគេក៏ហាមមិនឲ្យនាងយកអ្វីពីភូមិគ្រឹះនេះទាល់តែសោះ Ryan ក៏ដើរមកកាក់ផ្លូវនាងដែលគេមកនេះមិនមែនមកលានាងនោះទេគឺមកជំរះបញ្ជីជាមួយនាងគេបាញ់វេទមន្តទៅកាន់ Larry តែក៏ត្រូវនាង counter ហើយប្រើវេទមន្តបកមកវិញដោយការកប់គេទៅក្រោមដីតែម្ដងនាងក៏មិនភ្លេចបោះសម្ដីចុងក្រោយថាតាំងពីដើមមកដល់ពេលនេះគឺគេនៅតែអន់ជាងនាងដដែលទីបំផុតនាងក៏អាចចេញផុតពីគ្រួសារនេះបំណងប្រាថ្នា3ដំបូងរបស់នាងក៏បានជោគជ័យបើនាងគង់តែស្លាប់នៅក្នុងរយៈពេល3ខែដដែលនាងចង់ស្វែងរកអ្នកណាដែលមានបទពិសោធន៍លើរឿងស្នេហាច្រើនស្រាប់ព្រោះថានាងមិនចង់ច្បាស់លាស់អីនោះទេហើយនេះក៏ជារូបភាពដែលឡារីសម័យឃើញបយៗនៅក្នុងខួរក្បាលរបស់នាងផងដែរតួស្រីក៏បានមកដល់កន្លែងស្វែងរកការងារនាងជាមេធ្មប់ Purify បានមកដល់ហើយវាជាវេទមន្តដែលមិនធ្វើល្បីល្បាញនោះទេទើបមានមេធ្មប់ Healing ច្រើនជាងយ៉ាងណាមិញវេទមន្តទាំងពីរនេះត្រូវការប្រើប្រាស់ម៉ាណាច្រើនដូចគ្នានិងមានសារៈសំខាន់ដូចគ្នាមិនបានប្រមាណផងនាងក៏ត្រូវគេដេញចេញមកវិញព្រោះថាគ្មាននរណាគេចង់រកធ្មប់ Purify នោះទេចេញមកដល់ក្រៅនាងក៏ត្រូវបានគេឆក់កាបូបយកតែម្ដងដោយនៅក្នុងកាបូបនោះមានលុយទាំងប្រមាណដែលនាងបានលួចពីភូមិគ្រឹះ Blanche មកដូច្នេះនាងមិនអាចឲ្យពួកគេយកលុយរបស់នាងបាននោះទេឈប់ភ្លាមពួកចៅនោះក៏ចំអកថាគេមិនខ្លាចធ្មប់ Purify នោះទេភ្លាមនោះនាងក៏បានវេទមន្តទៅកាន់ពួកគេទាំងរត់តាមក្រោយនិងស្រែកឲ្យគេជួយផងដែរវានឹងរត់តលែងរួចទៅហើយខណៈនោះក៏មានបុរសម្នាក់ដែលមានមុខមាត់សង្ហាខ្លាំងមែនទែនដោយព្រះប្រទានមកពីឋានលើអញ្ចឹងគឺ So handsome កំពុងដើរតាមផ្លូវពីមុខនោះ